សួស្តីអ្នកនរគ្នាថ្ងៃនេះមកមើលប្លុកខ្ញុំទាំងអស់គ្នាថាក្នុងរយៈពេលថ្ងៃអាទិត្យហ្នឹងគឺខ្ញុំធ្វើឲ្យគេខ្លះអញ្ចឹងគឺផឹកឡើងហ្នឹងខ្ញុំនាំម៉ាក់ទៅយកលទ្ធផលនៅប៉ែតពីអ្នកប៉ាអញ្ចឹងពួកយើងជិះតែ3នាក់បងប្អូនអត់ទៅទេអញ្ចឹងពេលដែលទៅដល់យកលទ្ធផលយកអីហើយបានត្រឡប់មកផ្ទះវិញមកលាងឡានព្រោះឯកាលពីថ្ងៃសៅរ៍ហ្នឹងគាត់ជាប់ទៅកពតទៅញ៉ាំការហើយក៏គាត់បានទៅលេងនៅខាងខ្សែអំបិលអញ្ចឹងទៅជាប់ដីច្រើនមែនតើអញ្ចឹងគាត់ត្រូវយកលាងព្រោះឯពេលថ្ងៃត្រូវមានកម្មវិធីទៅតទៀតតែពេលចាំហ្នឹងខ្ញុំក៏បានទិញកាហ្វេហើយទិញនំពុំអីដែរតែពេលហ្នឹងអត់បានថតនំពុំនេះអញ្ចឹងពេលថ្ងៃខ្ទង់ម៉ោងមិន10ជាងពួកខ្ញុំចេញទៅពួកអីរៀងឆ្ងាយដែរដោយសារនៅលង្ខាង Aeon 2នៅជិតក្រែមភ្នំពេញនៅធួននៅក្នុងនគររមណីយកម្មផ្ទាល់ហ្មងចឹងពេលដែលពួកខ្ញុំទៅដល់ហ្នឹងគឺទៅរៀងលឿនចឹងគេថាចាំម៉ោង 2:40 បានឲ្យពួកខ្ញុំឡើងទៅខាងលើអញ្ចឹងក៏ពួកខ្ញុំនៅថតលេងខាងក្រោមអីសិនទៅដោយសារណាមួយយើងអត់ដែរមកចូលផងអញ្ចឹងទៅក៏ថតលេងខាងក្រោមថតអីកម្មវិធីនេះគឺកម្មវិធីរបស់ Linker Challenge គឺជាកម្មវិធីប្រឡងប្រកួតមានកណ្ដិតមានប្រវត្តិរូបគីមីអីចឹងទៅហើយកម្មវិធីប្រកួតនេះគឺខ្ញុំនាំប្អូនទី2ខ្ញុំមកទទួលមេដាយអញ្ចឹងពេលដែលពួកខ្ញុំចូលទៅដល់ហ្នឹងក៏នាំគ្នាថតលេងអីហើយដើរមើលពួកឯងនៅខាងក្នុងហ្នឹងធំមែនតើហើយក៏គេមានជារចនាបថរបៀបជាខ្មែរអីចឹងដាក់តាំងហើយក៏កន្លែងឲ្យយើងថតបន្ទាប់មកដល់មកក៏ពួកខ្ញុំបានឡើងទៅខាងលើទៅជាន់ទី2ដែលគេធ្វើនៅក្នុងសាលប្រជុំពេលឡើងទៅដល់ហ្នឹងគឺគេមានលក់របស់របរហើយក៏មានលក់ទឹកលក់អីដែរតែពួកខ្ញុំអត់បានទិញទេគឺដើរចូលទៅខាងក្នុងរកទៅកន្លែងអង្គុយហ្មងអញ្ចឹងពួកខ្ញុំទៅដល់រៀងមុនគេអញ្ចឹងក៏ទៅអង្គុយរៀងមុខដែរដើម្បីសួរមើលតែអញ្ចឹងពេលដែលពួកខ្ញុំទៅដល់នោះគឺហាត់ចាំយូរមែនតើដោយសារគេប្រាប់ថាម៉ោង1គឺយើងត្រូវបេក្ខជនជួបគ្នាទាំងអស់ប៉ុន្តែគេបើកម្មវិធីហ្នឹងគឺម៉ោង2ចឹងពួកខ្ញុំចាំឡើង1ម៉ោងជាងចាំពេលហ្នឹងចាំឡើងហត់អញ្ចឹងបន្ទាប់ពីពួកខ្ញុំចាំអស់រយៈពេលឡើងមកស្ទូធំហ្នឹងហើយកម្មវិធីគេក៏បានចាប់ផ្ដើមអញ្ចឹងពេលដែលចាប់ផ្ដើមហ្នឹងគេបានឲ្យពួកខ្ញុំគ្រប់ទង់ជាតិហើយក៏បានគ្រប់វិញ្ញាណក្ខន្ធកងទ័ពដែលបានចែកឋានទៅដែរអញ្ចឹងពួកខ្ញុំគ្រប់អស់រួចហើយក៏មានលោកជំទាវសេនរដ្ឋាគាត់បានឡើងនិយាយបើកម្មវិធីអញ្ចឹងទៅគាត់និយាយមិនទូធំកម្មវិធីក៏គេបានចាប់ផ្ដើមជាផ្លូវការគឺគេចែកពាន Top 1 ដល់ Top 3ដែលពីថ្នាក់ទី4ដល់ថ្នាក់ទី12ហើយអ្នកដែលបានទទួលច្រើនជាងគេនឹងទទួលបានកុំព្យូទ័រមួយគ្រឿងអញ្ចឹងអ្នកដែលទទួលបានកុំព្យូទ័រមួយគ្រឿងគឺ Top 1 ថ្នាក់ទី12ប៉ុន្តែពេលនេះខ្ញុំអត់បានថតទេវិសាលឿនពេកចឹងទៅក៏ថតបានធំពេកដែលគេថតជុំគ្នានៅក្នុងចំណោមនោះគឺមានបងទាំងទេដោយសារបងខ្ញុំគាត់បានធំសម្រាប់1ហើយនឹងប្រាក់2អញ្ចឹងគេបែងចែកតាមមុខវិជ្ជាមួយទៀតអញ្ចឹងបើហើយយើងជាប់ច្រើនគឺយើងបានមេដាយនេះច្រើនអញ្ចឹងបងខ្ញុំដែលគាត់ឡើងឈរទី4នេះហ្នឹងគឺគាត់បាន3មានដូចជាមុខវិជ្ជាជំនាញមុខវិជ្ជាវិទ្យាសាស្ត្រសង្គមហើយនឹងគឺសរុបបន្ទុកទាំងអស់ដែលវាហៅមុខវិជ្ជាជំនាញទាំងអស់ទៅគឺគាត់បានមេដាយប្រាក់អញ្ចឹងគាត់ទទួល3ដងអ្នកដែលបានមេដាយក៏គេបានឲ្យបានសរសើរដែរអញ្ចឹងក្រោយពីទទួលបានអីអស់ហើយពួកខ្ញុំបានទៅថតលេងនៅខាងក្រៅតទៀតដែលនៅខាងមុខសាលហ្នឹងមានវេរដាយើងអាចទៅថតនៅកន្លែងហ្នឹងបានអីចឹងកន្លែងហ្នឹងទេសភាពមើលមកស្អាត fresh ព្រោះវាមានអាគារបាំងខាងមុខបន្ទាប់មកពួកខ្ញុំក៏ចុះមកខាងក្រោមដើម្បីទៅថតលេងនៅខាងក្រៅមកតោនទៀតនិយាយទៅទ្វារគេរចនាបថអីគឺថាធ្វើតាក់ទងពីខ្មែរទាំងអស់និយាយទៅម៉ូតចេញមកមួយគឺថាស្អាតមែនតើហើយពួកខ្ញុំក៏បានថតលេងខាងមុខនេះមកសទុះទៀតទៅក៏បានចេញដំណើរទៅតទៀតហើយនៅខាងមុខនេះនិយាយទៅទីធ្លាធំហើយគឺស្អាតដែរហើយនេះគឺជាមេដាយគាត់ដែលបានទទួលហើយនេះគឺជារូបប្អូនទី2របស់ខ្ញុំអញ្ចឹងបន្ទាប់ពីហ្នឹងក៏ពួកខ្ញុំបានចេញទៅ Aeon 2ដើម្បីចូលទៅញ៉ាំអីពួយម្នាក់ៗហ៊ីឃ្លានដែរអញ្ចឹងពួកខ្ញុំបានចូលទៅញ៉ាំអីនៅសាប៊ូដែលជា buffet អញ្ចឹងវីដេអូថ្ងៃហ្នឹងចាប់តែប៉ុណ្ណឹងបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ